ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ក្នុងបណ្ដាញសង្គម YouTube ជាទីគោរពថ្ងៃនេះខ្ញុំសូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តតាមដានចំពោះវិស័យយោធាមកស្គាល់ពីសមត្ថភាពយន្តហោះសម្រាប់ហ្វឹកហ្វឺននិងគាំទ្រដល់ការប្រយុទ្ធថ្មើរជើងធុនស្រាលដែលប្រទេសថៃទើបនឹងទិញពីអាមេរិកវិញម្ដងដោយប្រិយមិត្តដឹងស្រាប់ហើយថានៅប្រទេសភូមាកំពុងមានសង្គ្រាមស៊ីវិលដោយភូមិសាស្ត្រនៅទីនោះសម្បូរព្រៃក្រាស់ដោយយន្តហោះចម្បាំងធុនធ្ងន់មិនអាចហោះចូលទៅដល់នោះទេដូច្នេះថៃត្រូវការយន្តហោះធុនស្រាលរៀងតូកដើម្បីប្រើប្រាស់ស៊ើបការតាមតំបន់ព្រំដែនរវាងថៃនិងភូមាដោយយន្តហោះសម្រាប់ហ្វឹកហ្វឺនប្រភេទ AT6TH នេះវាស្ថិតនៅក្នុងស៊េរី T6 Texan 2គ្រាន់តែវាត្រូវបានធ្វើទំនើបកម្មនៅមុខងារមួយចំនួនឲ្យកាន់តែទំនើបជាងមុនវាត្រូវបានផលិតឡើងដោយអាមេរិកនិងធ្វើការហោះហើរជាលើកដំបូងក្នុងឆ្នាំ1998និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ2001ដោយមានបណ្ដោយប្រវែង 10.6 ម៉ែត្រកម្ពស់ 3.25 ម៉ែត្រនិងមានស្លាប្រវែង 10.19 ម៉ែត្រដោយមានទម្ងន់ទទេលុះគឺ 2135 គីឡូក្រាមហើយពេលវាផ្ទុកសព្វាវុធរួចមានទម្ងន់ 2858 គីឡូក្រាមរហូតដល់ 2948 គីឡូក្រាមប្រើប្រាស់ម៉ាស៊ីនចំនួន1ជាប្រភេទ Pratt & Whitney Canada PT6A68 Turboprop ដែលអាចហោះក្នុងល្បឿន510គីឡូម៉ែត្រក្នុង1ម៉ោងនិងល្បឿនដែលលឿនបំផុតគឺ586គីឡូម៉ែត្រក្នុង1ម៉ោងដែលអាចហោះបានចម្ងាយ1700គីឡូម៉ែត្រក្នុងរយៈកម្ពស់9400ម៉ែត្រវាអាចបំពាក់សព្វាវុធមានដូចជាកាំភ្លើងយន្តនិងកាណុងបាញ់គ្រាប់រ៉ុកែត Hydra កាំជ្រួច Laser RPKWS គ្រាប់បែកនាំផ្លូវ Laser Guide Bomb GBU គ្រាប់បែក MK81 និង MK82 ត្រង់កន្លែងបំពាក់សព្វាវុធនេះដែរគឺអាស្រ័យទៅលើប្រទេសដែលបញ្ជាទិញថាតើចង់បំពាក់សព្វាវុធបែបណាហើយលក្ខណៈពិសេសរបស់យន្តហោះប្រភេទ AT6 នេះដោយប្រើកង្ហាវិលធម្មតាមើលទៅសាមញ្ញធម្មតាក៏ពិតមែនប៉ុន្តែសត្រូវមិនសូវចាប់អារម្មណ៍ហើយសូម្បីតែប្រព័ន្ធរ៉ាដាសឹងថាចាប់សញ្ញារបស់វាមិនបាននោះឡើយសពថ្ងៃប្រទេសដែលប្រើប្រាស់វាមានដូចជាអ៊ីរ៉ាក់មេស៊ីកូអ៊ីស្រាអែលម៉ារ៉ុកអាហ្សង់ទីនហ្គារេកកូឡុំប៊ីយូហ្សេឡង់ថៃអាមេរិកសម្រាប់ប្រទេសវៀតណាមវិញទើបតែមានការបញ្ជាទិញមុននឹងបញ្ចប់ខ្ញុំបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទអត្ថបទមានខ្លឹមសារដោយដែលខ្ញុំបាទរៀបរាប់ជូនខាងលើសូមបញ្ចប់តែត្រឹមនេះបើប្រិយមិត្តពេញចិត្តសូមចែករំលែកក្តីស្រឡាញ់ដោយគ្រាន់តែចុច Subscribe និងដាក់សញ្ញាកណ្ដឹងហើយខ្ញុំបាទរងចាំការ comment ជាមតិយោបល់ក្នុងន័យស្ថាបនាពីអ្នកជាទីស្រឡាញ់ទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ